តែតម្លៃហាងចេញមីអាចនឹងមានការងើបឡើងទៅលើវិញដែរឬទេនៅក្នុងថ្ងៃនេះហើយតើវាអាចនឹងឡើងទៅដល់កម្រិតណាបើកអ្នកនេះទិញលក់ហាងចេញមីឥឡូវនេះលោកអ្នកនឹងទទួលបានការបន្តបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃសូមស្វាគមន៍មកការវិភាគតម្លៃហាងចេញមាសប្រចាំថ្ងៃអង្គារទី10ខែមីនាឆ្នាំ2026យើងឃើញថាតម្លៃហាងចេញមាសចាប់ផ្ដើមស្ទុះងើបឡើងថ្លៃមកវិញហើយបងប្អូនបច្ចុប្បន្ននេះគឺបានងើបឡើងមកកម្រិត$5,139ក្នុង1អោនបើគិតជាតម្លឹងគឺប្រមាណជា$6,191ក្នុង1តម្លឹងគិតត្រឹមម៉ោង7:00នាទីព្រឹកថ្ងៃអង្គារនេះបើអញ្ចឹងសម្រាប់មាសបច្ចុប្បន្ននេះយើងឃើញថាមានការងើបឡើងបន្ទាប់ពីបាទលោកដូណាល់ត្រាំគាត់បានធ្វើសន្ទរកថាលោកថានឹងធ្វើការវាយប្រហារបន្តទៅលើប្រទេសអ៊ីរ៉ង់លោកក៏បានបញ្ជាក់ផងដែរថាសហរដ្ឋអាមេរិកគឺបានយកឈ្នះលើប្រទេសអ៊ីរ៉ង់រួចហើយគាត់ថាត្រូវការវាយប្រហារបន្ថែមដើម្បីយកជ័យជំនះចុងក្រោយបាទអញ្ចឹងវាបង្ហាញពីភាពតានតឹងអាចនឹងមានការដែលខ្លាំងជាងមុនផងដែរហើយការពីយប់មិញនេះបងប្អូនការពីយប់មិញនេះតាមព័ត៌មានចោះផ្សាយយើងឃើញថាកប៉ាល់ដឹកប្រេងគឺបានឆ្លងកាត់បាទច្រកហុំម៉ោះនេះគឺបានជោគជ័យអ៊ីរ៉ង់គឺអត់មានការបាញ់ប្រហារអីទេបាទចឹងវាក៏ជាសញ្ញាមួយដែលបន្ថយការគម្រាមកំហែងទៅលើបាទការដឹកប្រេងតាមច្រកហុំម៉ោះនេះដែរហើយបាទវាអាចនឹងបន្ទូបន្ថយតម្លៃប្រេងឲ្យធ្លាក់ចុះមកខ្លះបន្តបងប្អូនឥឡូវយើងមកមើលកត្តាបច្ចេកទេសទាំងអស់គ្នាចង់ដឹងថាតើមាសនៅក្នុងថ្ងៃនេះយើងអាចធ្វើការទិញលក់នៅក្នុងតំបន់ណាខ្លះបាទចឹងសម្រាប់មាសនៅក្នុងថ្ងៃនេះខ្ញុំបានបែងចែកជាកម្រិតទាបហើយនិងកម្រិតខ្ពស់កម្រិតទាបគឺយើងត្រៀមទិញបាទកម្រិតទាបមាន3កម្រិតទី1នៅកម្រិត$5,115ក្នុង1អោនកម្រិតទាបទី2នៅ$5,038ក្នុង1អោនហើយនិងកម្រិតទាបទី3នៅ$4,938ក្នុង1អោនជាកម្រិតដែលយើងអាចធ្វើការត្រៀមទិញឡើងសម្រាប់កម្រិតខ្ពស់ដែលយើងអាចធ្វើការត្រៀមលក់ចោះក៏មាន3កម្រិតដូចគ្នាទី1គឺនៅកម្រិត$5,215ក្នុង1អោនកម្រិតខ្ពស់ទី2នៅ$5,292ក្នុង1អោនហើយនៅកម្រិតខ្ពស់ទី3នៅ$5,392ក្នុង1អោនបាទជាកម្រិតដែលយើងអាចធ្វើការលក់ចោះមកវិញបើសិនវាឡើងទៅប៉ះបាទហើយសម្រាប់មាសនៅក្នុងព្រឹកនេះបាទមាសនៅក្នុងព្រឹកនេះគឺខ្ញុំ recommend ឲ្យបងប្អូនធ្វើការទិញនៅលើកម្រិត$5,115នេះបាទអញ្ចឹងបងប្អូនអាចពិចារណាធ្វើការទិញឡើងសម្រាប់ទិសដៅរបស់យើងបាទមាសនេះអាចបាទ target $5,215នេះបងប្អូនអាចបិទយកផលចំណេញបាទហើយអាចនឹងធ្វើការត្រៀមលក់ចោះមកវិញបើសិនជាឡើងទៅប៉ះកម្រិតខាងលើហ្នឹងណាអាចធ្វើការលក់ចោះមកអញ្ចឹងមាសនៅក្នុងព្រឹកនេះបងប្អូនអាចធ្វើការជួញដូរនៅក្នុងចន្លោះនឹងបានក្នុងករណីបើសិនជាមាសបំបែកបាទបំបែកកម្រិតទី1ណាគាត់ថាបំបែកចុះមកខាងក្រោមយើងត្រៀមចាំទិញពីកម្រិតទាបទី2នេះទៅបាទ$5,038បើសិនជាបំបែកកម្រិតខ្ពស់ខាងលើនេះវិញអាចត្រៀមចាំលក់ចោះពី$5,292នេះក៏បានឬក៏បាទបែកហើយយើងអាចធ្វើការទិញឡើងបន្តទៅលើក៏បានដែរព្រោះដោយសារមាសនេះបើសិនជាបំបែកកម្រិត$5,215នេះបាទនឹងមានការងើបឡើងទៅលើខ្លាំងវិញហើយអញ្ចឹងមាសសម្រាប់បច្ចុប្បន្ននេះបងប្អូនអាចធ្វើការទិញឡើងបាន$5,136ឯនេះបាទនៅទិញបានឬក៏បងប្អូនអាចចាំឲ្យធ្លាក់ជាងនឹងតិចទៀតក៏បានដែរគាត់ថា stop loss យើងប្រើនៅក្រោម$5,115ទៅហើយអញ្ចឹងសម្រាប់មាសនៅក្នុងថ្ងៃនេះព្រឹកនេះយើងទិញសិនចាំឡើងដល់កម្រិតខ្ពស់ចាំយើងលក់ចោលមកវិញហើយបើសិនជាមានតម្លៃល្អឬក៏ព័ត៌មានអីអាប់ដេតបន្ថែមខ្ញុំនឹងអាប់ដេតក្នុងក្រុមជូនបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់នៅក្នុងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងសម្រាប់បងប្អូនចង់បើកគណនីជួញដូរហាងឆេងមាសបងប្អូនអាចតាក់ទងមកកាន់លេខទូរស័ព្ទដែលខ្ញុំបានដាក់នៅក្នុង caption បាទចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងសូមអរគុណសូមគោរពលាបើគណនីទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបន្តបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ